ប្លែកអីតែខ្ញុំមិនចូលចិត្តសាច់អីទេចូលចិត្តតែស្លម្ជូរក្បាលអំពិលក្បាលត្រីហើយនេះម្ហូបខ្ញុំឆ្អិនណាបងអូនមកចូលសាកបាយតែខ្ញុំសិនណាបជីកាត់នៅផ្ទះខ្ញុំចូលសាកបាយតែខ្ញុំសិនស្លម្ជូរក្បាលអំពិលក្បាលត្រីអត់ណាសាមញ្ញឆ្អិនហើយតាទៅស្រែទៅចកាជិះម៉ូតូមើលទេសភាពតាមដងផ្លូវមានស្រែមានរុក្ខជាតិខៀវខ្ចីមានដើមត្នោតខ្ពស់រឿងអីខ្ញុំចង់ទៅស្រុកគេមានតែព្រិលហើយតកកធ្លាក់ហ្នឹងស្រុកខ្មែរយើងហ្នឹងមែនទេទេសភាពខៀវស្រងាត់ហ្នឹងស្អាតហើយមើលទឹកហូរដូចទឹកជ្រោះចឹងពេលរសៀលណាថ្ងៃរៀបលិចស្រស់ស្អាតចឹងស្រុកខ្មែរ